សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីឌីម៉ុនយើងក៏បានជួបចំពោះរឿងកម្ពុជាបរកាគ្មានពីរនៅក្នុងវគ្គទី9ដោយរឿងរបាយយើងលោកមុនបញ្ចប់នៅពេលដែលកញ្ញាទូស៊ីបានមកជួបចំពោះបរិមម្នាក់ដែលថាគឺជាគ្រូទីគឺជាត្រូវបានយថាត្រាកនប៉ុន្តែពេលជ្រៅយើងហៅថាលោកលងទៅគាត់ក៏ចាប់ផ្ដើមទូទីឲ្យទៅកាន់កញ្ញាទូស៊ីដែលគឺជាបរិអាចកំបាំងដែលធ្វើរឿងពីក្រោយប៉ុន្តែបានឃើញថាមានរន្ទះគឺបានវិបហាគាត់ឲ្យរឿងរបួសមកទៅមនុស្សម្នាក់នោះគឺគាត់ពិតជាអាចប៉ះពាល់បាននោះទេប៉ុន្តែរឿងក៏បានបង្ហាញចំពោះនៃកាយតៃស៊ាន់ចំពោះលោកឆាងស៊ាន់វិញគឺកំពុងតែគិតបន្តពីខ្លួនបានលេងអុកជាមួយនឹងលោកធានចាប់គាត់នឹងទៅសួរសុខទុក្ខចំពោះលោកយីឆាងឈីងតែម្ដងយើងក៏បានឃើញផងដែរថាគាត់ក៏បានមកដល់ទីប្រជុំជនសៀវឈីប៉ុន្តែយើងក៏បានឃើញជាមួយនឹងលោកធានក៏បានមកដល់ទីនោះផងដែរមូលហេតុដែលលោកធានមើលទីនេះក៏មិនមែនដោយសារតែមកតាមលោកឆាងស៊ាន់អ្វីនោះទេប៉ុន្តែគាត់មកទីនេះក៏ដោយសារតែមកតាមគ្រួសាររាជវង្សដាយានអ្នកគ្នាក៏ប្រហែលចំពោះស្គាល់គ្រួសាររាជវង្សដាយានហើយដែលនោះគឺជាបុព្វបុរសនៃតករាជវង្សប៉ុន្តែមើលទៅពូគេទាំងពីរនាក់ហ្នឹងដូចជានិយាយមិនត្រូវធៀបគ្នាទេរើតែវាយគ្នាហើយប៉ុន្តែក៏ត្រូវបានសម្រួលទៅដោយកញ្ញាដាយានរបស់យើងលោកឆាងស៊ាន់ក៏បានប្រាប់ផងដែរថាតើអ្នកមើលទៅនេះដើម្បីជួបជាមួយនឹងលោកយាយមែនដែរឬទេជាពិសេសគាត់គឺជាដូនតារបស់ខ្ញុំតែមើលទៅហាក់បីដូចជាមិនជឿនៅពេលដែលលោកធានក៏ចាប់ផ្ដើមនិយាយរឿងហេតុការណ៍ដែលបានកើតឡើងចំពោះនៃកាយតៃស៊ាន់មកគាត់ក៏ចាប់ផ្ដើមជាបណ្ដងបន្តិចហើយគាត់ក៏បានមើលទឹកចិត្តទុកដែរចំពោះលោកឆាងស៊ាន់តែម្ដងនិយាយទៅពិតជាហោហាជាខ្លាំងដុតថាពីរនាក់នេះបានត្រឹមតែចាហាមាត់តែប៉ុណ្ណោះដោយសារតែឃើញពីភក្តីភាពរបស់បរិយចំណាស់ដែលមកពីនគរដាយានហើយដូច្នោះគាត់ក៏បានយល់ព្រមមើលទៅមនុស្សភាគច្រើនកាន់តែស្គាល់ចំពោះយីឆាងឈីងរបស់យើងគឺកាន់តែច្រើនហើយបន្ទាប់ពីបានមកដល់ពួកគេក៏ចាប់ផ្ដើមណែនាំឲ្យទៅកាន់យីឆាងឈីងរបស់យើងគឺបានស្គាល់ជាពិសេសនៅពេលដែលពួកគេបានមកដល់ចំពោះផ្ទះរបស់យីឆាងឈីងបានឃើញជាមួយនឹងស្ដេចប៊ីសាច់ទៅដល់ពីរក្បាលលោកឆាងស៊ាន់ក៏បានប្រាប់ពួកគេគឺកុំឲ្យមានការភ័យខ្លាចដោយនោះគឺគ្រាន់តែជាសត្វចិញ្ចឹមរបស់លោកយីតែប៉ុណ្ណោះសូម្បីតែលោកឆាងស៊ាន់ក៏មានការភ្ញាក់ផ្អើលផងដែរឥឡូវនេះព្រោះថាសត្វចិញ្ចឹមរបស់លោកយីរបស់យើងគឺពិតជាច្រើនជាពិសេសនឹងគឺជាកញ្ញាយានប្រឹងគឺពិតជាលេងសើចជាខ្លាំងត្រូវបានកញ្ជ្រោងទី13យើងប្រឹងវាបហាហើយប៉ុន្តែក៏ត្រូវបានយីឆាងឈីងរបស់យើងចាប់ជាប់តែនាងក៏នៅតែនិយាយឌឺលក់លើទៅកាន់ចំពោះកញ្ញាយានរបស់យើងដដែលឲ្យខ្ញុំភ្លេចប្រាច់ឈ្មោះចំពោះជីតារបស់កញ្ញាយានរបស់យើងគាត់មានឈ្មោះថាយានធានសានចឹងហើយយើងសុំហៅថាលោកសានទៅនៅពេលដែលពួកគេគឺបានឃើញជាមួយនឹងតែត្រាស់ដឹងរបស់យីឆាងឈីងពួកគេក៏មានការភ្ញាក់ផ្អើលបន្តិចផងដែរជាពិសេសហ្នឹងគឺលោកឆាងស៊ាន់ក៏បានប្រកល់ជាមួយនឹងជក់ដ៏អស្ចារ្យអ្វីមួយឲ្យទៅកាន់យីឆាងឈីងចំណែកលោកធានវិញក៏មិនបានឲ្យចាញ់ចំពោះលោកឆាងស៊ាន់អ្វីផងដែរគាត់ក៏បានប្រកល់ចំពោះអ្វីមួយឲ្យទៅកាន់យីឆាងឈីងរបស់យើងដោយវត្ថុមួយហ្នឹងនៅពេលដែលយីឆាងឈីងរបស់យើងយកមកប្រើការវាគឺទៅចេញជាពន្លឺអ្វីមួយដ៏ស្រស់ស្អាតប៉ុន្តែនេះយីឆាងឈីងរបស់យើងក៏ប៉ុន្តែទួយើងជាពិសេសក៏នឹងព្រមគូជាមួយនឹងអក្សរផ្ចង់អ្វីមួយគឺឲ្យទៅកាន់ចំពោះលោកធានប៉ុន្តែភ្លេចគិតថាខ្លួនគឺបានអស់ក្រដាសបាទៅហើយតែគឺជាសំណាងល្អហើយដែលកញ្ញាយានរបស់យើងនាងគឺបានមានមកកកឲ្យទៅកាន់យីឆាងឈីងគាត់ក៏មានការអំណរគុណជាខ្លាំងទៅកាន់កញ្ញាដាយានរបស់យើងព្រោះថាការចំណាយទិញក្រដាសហ្នឹងវាក៏ត្រូវការលុយច្រើនផងដែរយីឆាងឈីងរបស់យើងគាត់ក៏ចាប់ផ្ដើមទៅសេកំណាព្យដែលតែងឡើងអំពីចេតនាដែរតែខ្ញុំមិនដឹងថាហៅថាម៉េចទេព្រោះអីវាពិតជាកំណាព្យចឹងខ្ញុំចេះសូត្រទេយើងគ្រាន់តែមើលពីចំហាយធម្មពលដែលចេញពីយីឆាងឈីងរបស់យើងវាពិតជាខ្លាំងសូម្បីតែលោកធានរបស់យើងនឹងក៏មានការតក់ស្លុតជាមួយអំណាចដែលបានវាបហាមកកាន់គាត់ផងដែរវាក៏ជាសំណាងល្អដែលលោកឆាងស៊ាន់របស់យើងទៅជួយលោកធានទាន់ពេលវេលាបើសិនជាមិនដូច្នោះនោះទេលោកធានអាចនឹងស្លាប់ដោយសារតែអំណាចដែលចេញមកពីយីឆាងឈីងរបស់យើងព្រោះថាអំណាចរបស់យីឆាងឈីងរបស់យើងគឺជាអ្វីមួយដែលពួកគេអាចនឹកស្មានដល់បន្ទាប់ពីគាត់បានសរសេរចប់ហើយក៏ឲ្យពួកគេមកមើលជាមួយនឹងកំណាព្យមួយនេះដោយកំណាព្យរបស់យីឆាងឈីងរបស់យើងបានធ្វើឲ្យមនុស្សដែលបានមើលពួកគេកើនឡើងជាមួយនឹងអំណាចនៃធម៌ពលរបស់ពួកគេហើយក៏បានសរសើរពីស្នាដៃរបស់លោកយីរបស់យើងក៏កាន់តែខ្លាំងជីឆាងឈីងរបស់យើងវិញក៏កំពុងតែសប្បាយចិត្តដោយសារតែពួកគេបានចាប់អារម្មណ៍ជាពិសេសនឹងមើលទៅលោកធានពិតជាលុតជង្គង់ហើយខ្ញុំឆ្ងល់ណាស់ហេតុអ្វីអ្នកដាំដុះពួកគេតែងតែលុតជង្គង់រហូតអញ្ចឹងយីឆាងឈីងរបស់យើងក៏ចាប់ផ្ដើមហៅពួកគេមកញ៉ាំសាច់អាំងតែម្ដងប៉ុន្តែសាច់ដែលពួកគេស៊ីនោះវាគឺជាសាច់របស់ស្ដេចបិសាចអ្នកនរគ្នាតិចភ្លេចគឺជាបិសាចខ្លាមីងកាងនឹងហើយប៉ុន្តែពួកគេនឹងដូចជាមិនសូវចង់ហ៊ានស៊ីនោះទេជាពិសេសគាត់ក៏បានហាមទៅកាន់កញ្ញាដាយានគឺ
កុំឲ្យស៊ីបើមិនចង់ងាប់នោះទេដូច្នោះហើយទើបនាងបានប្រតិកម្មយាយឆាងឈីងថានាងគឺមិនអាចញ៉ាំបាននោះទេតែយាយឆាងឈីងក៏បានឲ្យអ្នកដទៃទៀតគឺឲ្យពួកគេចាប់ផ្ដើមញ៉ាំតែម្ដងទៅនៅពេលដែលពួកគេទាំង3នាក់នេះគឺចាប់ផ្ដើមញ៉ាំរួចហើយពួកគេក៏ចាប់ផ្ដើមដឹងថាចំហាយថាមពលដែលសាច់ពួកគេស៊ីនឹងវាគឺពិតជាខ្លាំងក្លាបើសិនជាពួកគេមិនបញ្ចេញចោលនោះទេវាពិតជាអាចធ្វើឲ្យពួកគេស្លាប់បានដូច្នោះពួកគេទាំង3នាក់ក៏បានសុំចំពោះយាយឆាងឈីងរបស់យើងគឺទឹកបន្ទប់ទឹកមួយផ្លែតយាយឆាងឈីងរបស់យើងក៏មានការឆ្ងល់ជាខ្លាំងដែលយើងបានឃើញថាពួកគេទាំង3នាក់នឹងគឺរត់យកប្រាយោជន៍តែម្ដងដោយសារតែមិនអាចទប់ជាប់ទៀតពួកគេក៏រួមដៃគ្នាដើម្បីបញ្ចេញជាមួយនឹងថាមពលដែលគេបានស៊ីជាមួយនឹងសាច់មនុស្សបើសិនជាពួកគេមិនធ្វើដូច្នោះទេពួកគេប្រកាសជានឹងស្លាប់បាត់ទៅហើយបង្ហាញចំពោះយាយឆាងឈីងរបស់យើងនិយាយគ្នាជាមួយនឹងកញ្ញាយានយាយឆាងឈីងរបស់យើងគាត់ក៏ប្រឹងចាកចេញពីទីនេះប៉ុន្តែហាបីជានៅពេលដែលគាត់ចង់ចាកចេញមានជាមួយនឹងបិសាចឬក៏អ្វីមួយសម្លឹងមើលគាត់មូលហេតុនឹងដោយសារតែគេមានការភ័យខ្លាចជាមួយអំណាចរបស់យាយឆាងឈីងជាពិសេសនាងក៏បាននិយាយអំពីការធ្វើអំណើទៅកាន់រាជធានីផងដែរហើយនាងក៏បានបបួលចំពោះយាយឆាងឈីងរបស់យើងទៅទីនោះព្រោះថានៅទីនោះគឺសុទ្ធតែជាទីតាំងកន្លែងល្អតែម្ដងដោយសារតែនោះក៏ជាអ្វីដែលយាយឆាងឈីងរបស់យើងចង់ទៅដូច្នោះគាត់ក៏បានយល់ព្រមនោះក៏បានធ្វើឲ្យនាងក៏មានការសប្បាយចិត្តផងដែរបង្ហាញនៅពេលដែលយាយឆាងឈីងរបស់យើងនឹងនិយាយជាមួយនឹងជីតារបស់កញ្ញាយានគាត់ក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីបានដឹងថាយាយឆាងឈីងគឺបានទៅរាជធានីនោះក៏បានធ្វើឲ្យគាត់ក៏មានការភ្ញាក់ផ្អើលកាន់តែខ្លាំងដូច្នោះគាត់នឹងរៀបចំនៅទីនោះគឺឲ្យបានល្អតែម្ដងសម្រាប់ស្វាគមន៍យាយឆាងឈីងរបស់យើងក៏ចាប់ផ្ដើមរៀបចំជាមួយអីវ៉ាន់របស់គាត់បង្ហាញចំពោះពេលយប់វិញលោកធានសាងក៏បានតែទៅកាន់ចំពោះស្ដេចយានដែលគាត់គឺបានប្រាប់អំពីលោកយាយនឹងទៅទីនោះជាពិសេសក៏ឲ្យពួកគេនឹងត្រៀមរៀបចំកន្លែងណាដែលល្អសម្រាប់ស្វាគមន៍ទៅកាន់លោកយាយបើសិនជាធ្វើមិនបានល្អទេឯងគួរតែដឹងឲ្យអែបប្រយសម្រាប់យាយឆាងឈីងរបស់យើងវិញចិញ្ចៀនលំហគាត់ក៏អាចគ្រប់គ្រងបានដោយសារតែការដាក់ឈាមរបស់គាត់តែនៅអត់សូវសំខាន់ទេយើងរំលឹកបន្តិចសិនទៅដោយយាយឆាងឈីងរបស់យើងគាត់គឺបានត្រៀមខ្លួនជាស្រេចដើម្បីទៅមើលទៅការស្លៀកពាក់របស់គាត់មួយនេះពិតជាសង្ហាតែម្ដងប៉ុន្តែចំពោះអធិរាជខ្មៅរបស់យើងក៏មិនទៅនោះទេដែលគាត់នៅទីនេះគឺត្រូវតែយាមផ្ទះឲ្យទៅកាន់យាយឆាងឈីងរបស់យើងសម្រាប់យាយឆាងឈីងក៏ចាប់ផ្ដើមចេញដំណើរដើម្បីទៅកាន់រាជធានីលោកធានសាងវិញគឺបានរៀបចំកូនចៅរបស់គាត់រួចអស់ហើយបើសិនជាមានសត្វចម្លែកគឺឲ្យពួកគេចាប់ការបង្ហាញចំពោះខាងរាជវង្សវិញដោយយើងឃើញថាស្ដេចកំពុងតែនិយាយជាមួយនឹងកូនប្រុសរបស់គាត់ប៉ុន្តែហាបីជាគាត់កំពុងតែឆ្ងល់ថាតើអ្នកគឺកំពុងតែចាំស្វាគមន៍ពីណាគេគាត់ក៏បានបន្ទោសទៅកាន់កូនរបស់គាត់ហីអាភ្លើពួកយើងគឺកំពុងតែចាំទទួលស្វាគមន៍មនុស្សដ៏មានអំណាចអ្នកគ្រាន់តែឈរចាំទៅបានហើយជាពិសេសគឺគុំប្រៃរកអើយកតើរបស់អ្នកសោះយាយឆាងឈីងជាមួយនឹងអ្នកដទៃទៀតពួកគេក៏បានចេញមកដោយមានការគោរពរាជទាក់គឺយ៉ាងខ្លាំងតែម្ដងនេះគឺជាអ្វីដែលលោកធានសានគឺបានរៀបចំឲ្យទៅកាន់ចំពោះយាយឆាងឈីងរបស់យើងជាពិសេសយាយឆាងឈីងក៏បានប្រកល់ជាមួយនឹងដំណាប់ផ្លែពងផងដែរដែលគាត់ប្រកល់ឲ្យទៅកាន់គេប៉ុន្តែបុត្រាក៏បានមើលងាយចំពោះអំណោយដែលយាយឆាងឈីងឲ្យយាយឆាងឈីងក៏ប្រាប់ថាវាមិនសូវអស្ចារ្យទេវាគ្រាន់តែឲ្យព្យាបាលអ្វីគ្រប់យ៉ាងបានទាំងអស់ប៉ុន្តែហាក់បីដូចជាបុត្រានឹងគឺមិនជឿឡើយជាពិសេសក៏ត្រូវបានលោកធានសាងក៏បានថាឲ្យហើយមិនដឹងទេថារបស់នេះពិតជាល្អសូម្បីតែឬខាងវិញ្ញាណក៏អាចជួយបានផងដែរយាយឆាងឈីងកំពុងតែគិតសុខក៏ដឹងថាពួកគេទាំងអស់ហ្នឹងគឺសិតតែជាខ្សែរាជវង្សតែម្ដងសម្រាប់លោកធានសាងនឹងវិញគឺកំពុងតែប្រាប់អំពីអត្ថប្រយោជន៍ជាច្រើនអំពីផ្លែឈើដែលលោកយាយឲ្យជាពិសេសក៏បានដាក់ទោសទៅកាន់ចៅរបស់គាត់គឺជាបុត្រាម្នាក់នឹងគឺឲ្យទៅឃុំខ្លួនឬក៏ទៅលិចជង្គង់រយៈពេល1ថ្ងៃហើយគាត់ក៏ចាប់ផ្ដើមមកនិយាយជាមួយនឹងយាយឆាងឈីងព្រោះថាគាត់ក៏បានរៀបចំជាមួយនឹងរទេះសេះឲ្យទៅកាន់គាត់ផងដែរដើម្បីជូនគាត់ទៅកន្លែងណាមួយយើងក៏មិនសូវដឹងច្បាស់ដែរព្រោះថារឿងគឺបានបញ្ចប់ត្រឹមហ្នឹង